មេរៀនជីវិតទី3បានប្រាក់ខែតែជីវិតត្រូវអស់30ថ្ងៃមានមនុស្សច្រើនណាស់ដែលធ្វើការមានប្រាក់ខែហើយតែងតែទន្ទឹមរង់ចាំថ្ងៃដាច់ខែដើម្បីនឹងបានបើកប្រាក់នៅក្នុងសេចក្តីនេះគេមិនបានគិតដល់ជីវិតដែលត្រូវបាត់បង់ទៅអស់30ថ្ងៃនោះឡើយជីវិតកាន់តែខិតទៅរកសេចក្តីស្លាប់ឬសេចក្តីស្លាប់កាន់តែខិតចូលមកជិតបានប្រាក់មកមែនតែជីវិតត្រូវរបេះខាតជីវិតថ្លៃពន្ធពេកមហាសេដ្ឋីមហាមូលធនក៏គ្មានអ្វីធានាជីវិតខ្លួនបានដែរដល់ពេលស្លាប់គឺស្លាប់ហើយប្រសិនបើធានាបានដោយទ្រព្យសម្បត្តិអ្នកមានទ្រព្យមិនព្រមស្លាប់ឡើយដូច្នេះជីវិត30ថ្ងៃមិនមែនមានតម្លៃស្មើនឹងប្រាក់ខែនោះឡើយអ្នកមានបញ្ញាគប្បីសន្សំនៅប្រយោជន៍ទុកដាក់ក្នុងចិត្តសន្តានទើបបានមិនខាតនៅជីវិតដ៏មានតម្លៃនេះដកស្រង់ចេញពីសៀវភៅលោកកបណ្ឌិតបុត្រសវង្សពុទ្ធសករាជ2547អានខ្ញុំបាទភិរិទ្ធពុទ្ធសករាជ2570ឆ្នាំ2026សូមអរគុណសូមជម្រាបលា